សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំដែលជាវីដេអូភាគ2តាក់ទងនឹងលោកអ៊ុនសទ្ធា លោកអ៊ុនសទ្ធាបានមរណភាពថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ដោយរោគគាពៀតបងប្អូនមួយចំនួនចង់ដឹងហើយថាតើលោកមានស្នាដៃនិងសមិទ្ធផលអ្វីខ្លះលោកពូកែអ្វីខ្លះហើយមួយទៀតចង់ដឹងច្បាស់អំពីជំងឺដែលផ្ដាច់សង្ខាររបស់លោកអ៊ុនសទ្ធាដែលធ្វើឲ្យលោកចាក់ស្ងាយពីហ្វេនផងដែរប៉ុន្តែមុននឹងចូលទៅដល់អត្ថបទពីនេះនាងខ្ញុំសូមលើកយកនៅការបង្ហោះសាររបស់លោកជាសវណ្ណរិទ្ធចាចង់ដឹងថាតើសារមានអត្ថន័យយ៉ាងណាសូមបងប្អូនទៅតាមដានទាំងអស់គ្នា39នាទីកន្លងផុតទៅលោកជាសវណ្ណរិទ្ធបានបង្ហោះសារនិយាយថាពុទ្ធោបងប្រុសដ៏ល្អខ្ញុំអើយម៉េចបានទៅចោលពួកយើងលឿនយ៉ាងនេះសឹងតែមិនគួរឲ្យជឿបងប្អូនទាំងអស់គ្នាសម្រាប់សង្កោមសិល្បៈនឹងគឺអត់មាននរណាមួយដែលមិនពោលពាក្យបែបនេះទេគឺរន្ធត់តែម្ដងហើយលោកក៏បានបង្ហោះសារបន្តទៀតថាសូមកុំបង្ហោះរូបភាពបងធាឈឺជាការស្នើសុំពីក្រុមគ្រួសារគាត់ហើយបងធាខ្លួនឯងក៏មិនចង់ឲ្យបងប្អូនឃើញរូបគាត់ឈឺដែរគាត់ចង់ឃើញរូបភាពស្អាតទាក់ទងនឹងស្នាដៃរបស់លោកអ៊ុនសទ្ធា គឺលោកជាសិល្បករខ្មែរដែលមានជំនាញចម្រុះទាំងសម្ដែងរបាំគំនូរនិងបង្ហាញម៉ូដលោកគឺជាអតីតជ័យលាភីប្រុសស្អាតលេខ1ឆ្នាំ2006របស់ស្ថានីយទូរទស្សន៍ CTN សម្រាប់ស្នាដៃលោកអ៊ុនសទ្ធាគឺច្រើនខ្លាំងមែនទែននាងខ្ញុំបានទេសនារឿងសារភាពយន្តចាក់តាមទូរទស្សន៍របស់គាត់តាំងពីនៅទូចបងប្អូនដើរកាត់កូនច្រាំងទៅមើលទូរទស្សន៍ផ្ទះគេដោយសារតែកាលហ្នឹងគឺអត់មានទូរទស្សន៍ទេបងប្អូនមកភូមិមានទូរទស្សន៍3អីអញ្ចឹងណាអញ្ចឹងហើយយើងបន្តទៅទៀតតកតងនឹងប្រភពជំងឺរបស់លោកសទ្ធាអ្នកនាងទូចជ្រលះបានបង្ហោះអត្ថបទជាមួយនឹងរូបភាពដោយលាយជាមួយនឹងទឹកភ្នែកយំសោកដូចនេះថាខ្ញុំទទួលយកអត់បានទេហេតុអ្វីបងចាក់ចេញទៅលឿនម្លេះបងអើយមានតែបងមួយទេដែលតែងឆាតខលលើកទឹកចិត្តខ្ញុំហេតុអីបងលាក់ខ្ញុំហេតុអីបានជាបែបនេះលោកសទ្ធាអ៊ុនបានទទួលមរណភាពដោយជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរនិងទឹកដក់ក្នុងពោះសូមឲ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពបងប្អូនដំណឹងមួយនេះពិតជាក្តុកក្តួលហើយទទួលយកមិនបានទេមិនថាហ្វេនគ្រួសារឬក៏មនុស្សនៅក្នុងចង្កោមសិល្បៈជាមួយលោកដោយសារតែលោកមិនធ្លាប់បង្ហើបប្រាប់នរណាអំពីជំងឺរបស់លោកឬក៏សភាពដុនដាបនោះទេអញ្ចឹងហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលលោកគឺទូលទុករងនៅភាពឈឺចាប់ជាមួយនឹងជំងឺនេះតែម្នាក់ឯងបងប្អូនពិតជាអាណិតខ្លាំងមែនទែនហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាយោគយល់ទាក់ទងនឹងរូបភាពឬក៏វីដេអូដែលការឈឺធ្ងន់របស់លោកនាពេលចុងក្រោយនេះចឹងហើយបងប្អូនសូមកុំបង្ហោះចែកចាយអីដោយសារតែម្ចាស់រូបក៏គាត់មិនចង់ឲ្យបងប្អូនឃើញដែរបើសិនជាគាត់មានចេតនាចង់ឲ្យឃើញមែនគឺម្លេះយើងដឹងពីជំងឺរបស់លោកនេះតាំងពីយូរយារណាស់មកហើយចាអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងនាងខ្ញុំបញ្ចប់វីដេអូត្រឹមប៉ុណ្នេះសូមអញ្ញាតគ្រប់នឹងជម្រាបលាជួបនាងខ្ញុំនៅវីដេអូក្រោយ